យើងមកមើលប្រព័ន្ធស្រោចស្រពថ្មីនោះគឺប្រព័ន្ធទឹកបញ្ចុះកម្ដៅនៅលើចុងដើមទុរេនដែលជាដំណោះស្រាយដ៏ល្អប្រសើរសម្រាប់ចម្ការទុរេនជួយការពារដំណាំពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនិងរលកកម្ដៅរដូវប្រាំងជួយលាងស្លឹកក្រោយប្រើថ្នាំលើសកម្រិតធូលីដីឬភ្លៀងអាស៊ីតកាត់បន្ថយកម្លាំងពលកម្មក្នុងការប្រើប្រាស់ជីនិងថ្នាំកសិកម្មជួយឲ្យដំណាំលូតលាស់ល្អនិងការពារឆេះស្លឹកត្រួយដោយសារកម្ដៅប្រើប្រាស់សម្រាប់ជួយដល់ការបញ្ជាដំណាំឲ្យចេញផ្លែផ្កាខុសរដូវជ្រាបសពផ្ទៃស្លឹកត្រួយផ្កាផ្លែនិងដើមទាំងមូលដើម្បីការពារកត្តាចង្រៃងាយស្រួលប្រើប្រាស់ជាថ្នាំតាមរយៈប្រព័ន្ធប៊ិតជីស្វ័យប្រវត្តិអាចប្រើជាមួយម៉ាស៊ីនបូមទឹកម៉ូទ័រអគ្គិសនីឬថាមពលសូឡាងាយស្រួលថែទាំព្រមទាំងមានការធានារយៈពេល1ឆ្នាំពេញទំនាក់ទំនងមកយើងខ្ញុំឥឡូវនេះដើម្បីទទួលបានការពិគ្រោះយោបល់និងដំឡើង